សួស្តីមិត្តភ័ក្តិនៅក្នុង Facebook ទាំងអស់គ្នាថ្ងៃនេះជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូคลิปថ្មីតាមដែលបានសន្យាការពីយប់មិញហើយថ្ងៃនេះក៏បានត្រៀមខ្លួនរួចរាល់ហើយដែរគឺដើម្បីធ្វើការឆ្លើយតបទៅអាចោលផ្លោកជាប់ដែលវាបានមើងងាយដល់ខ្មែរយើងហើយអ្វីដែលគួរឲ្យជឿចាប់បំផុតនោះគឺវាបានយកលុយរបស់យើងនឹងដែលមានរូបព្រះមហាក្សត្រយកទៅជន់យីអាចោលថោកទៀតអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅជួបជាមួយនឹងវាទាំងអស់គ្នាខ្ញុំសូមជំរាបសួរបងប្អូននៅក្នុងបណ្ដាញ Facebook អូយអាសំគីចេញមកសតតែជំរាបសួរអាណាមដឹងក៏តែវាមានជីវធម៌ដល់ហើយតែតាមការពិតចរិតអាចសុតមកចោលឡានបុកខ្ញុំសូមបង្ហើវីដេអូនេះខ្លីទេមិនវែងទេហើយផុយវែងទៅហើយញ៉ាប់ទៅងាប់ណាអាងាប់អាខ្មែរអត់គួរជេរតែយួនហើយនឹងមានខួរស្បើមកអាមានខួរអាខួរឆ្កែពីមុនnóបានយួនដែរមិនក៏ជេរតែយួនចឹងគេជេរដោយសារតែពួកហើយវាខួរឆ្កែអញ្ចឹងបានគេជេរបើពួកអស់ឯងខួរមនុស្សក៏គេមិនជេរដែរហើយបើគិតរឿងជេរគឺជូលីអ្នកផ្ដើមមុនគេព្រោះវាដំបងវាឌៀនដល់ជីដូនជីតាគេបានគេខឹងបានគេនាំគ្នាផុសជេរទៅវិញអញ្ចឹងមកឲ្យឆ្ងល់ឲ្យចង់ដឹងថាមូលហេតុនេះបានគេជេរហើយអូក្បាលជូលីទៅសួរចម្លើយទៅលឺនៅអាប់ភ្លើកុំយួនហ្នឹងអាខ្មែរហ្នឹងវាស្លាប់បាត់ហើយអញ្ចឹងវានិយាយចេញមកទៅដូចយួនហ្នឹងត្រាំសង្គ្រោះជីវិតមកអាចោលលលីខ្សលនិយាយចេញមកទៅដូចអស់ចាណាស់ចឹងហើយរងថ្ងៃជន់ជាស្អីយួនដែរហ្មងខ្ញុំក៏យួនដែរយួនមែនជុំឥឡូវសបោយួនវិញបើយួនច្រើនហ្នឹងមកងាប់អាស្អីគេនឹងមួយកំស្ដាយដែរឥឡូវខាន់ចប់សេចក្តីរឿងឆ្លងឆ្លើយត្រឹមប៉ុណ្ណឹងបានហើយយើងមកទស្សនានៅអំពើដ៏ថោកទាបរបស់វាម្ដងលោកឯងជន់ហូជីមីញខ្ញុំក៏បានឥឡូវខ្ញុំជន់រូបស្ដេចលោកឯងវិញមែនរត់ទៀតជួយស្ដេចចេះរត់ហ្នឹងហើយស្ដេចខ្មែរហ្នឹងហើយអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែរខ្ញុំជឿថាអ្នកទាំងអស់គ្នាគឺមានអារម្មណ៍មិនខុសពីខ្ញុំទេអានេះបើបានឃើញនៅក្រៅវាយឆ្ងាញ់យកឡាមឆោតពងក្តោឲ្យម្ដងមួយហើយហួយអំបិលហើយយកដៃក្តៅចាក់ក្តិតវាហើយយកត្បាល់ទៅញុកក្តិតឯងហើយណាហើយមើលទៅអាពីរអ្នកហ្នឹងវានៅស្រុកខ្មែរយើងទេមើលទៅអាចអូក្បាលអាពីរអ្នកដាក់គុកបានអត់មានតែគេដឹងអាពីរក្បាលហ្នឹងវានៅណាអត់ណាតែខ្ញុំគិតថាបើចង់គឺរកឃើញហើយខ្លាចតែមិនចង់តើព្រោះធ្លាប់មើលព័ត៌មានម្នាក់ផុសអីថាគម្រាមមនុស្សស្រីផុសរូបស្រាតមិនចុះគេតាមចាប់ខ្លួនតាមអីយកមកដាក់គុកដាក់អីពីបទបរិហាគេហើយចុះតម្រាំតាអាពីរក្បាលនេះវាប្រមាថដល់ព្រះមហាក្សត្រវាមានទោសប៉ុណ្ណាអូក្បាលវាដាក់គុកបានអត់ខឹងណាស់បាយអ្នកទាំងអស់គ្នាដែលពូជខ្មែរអត់ខួរបាយវាអាចថោកទៀតមិនតតបាត់ក្តៅក្រហាយហើយផងនៅហ៊ានមកបាយនៅឆ្លៀតឌឺចុងក្រោយទៀតអាឈាមតោកអាហាមផ្លោកអាត្រូវគ្រូអូខេឈប់លេងសើចនិយាយមុខស្ងួតខឹងវាណាស់អូយច្រឡំអញ្ចឹងចុងក្រោយខ្ញុំសង្ឃឹមគ្រាន់តែសង្ឃឹមទេមិនប្រកាសថាវាអាចខ្លាចទៅជាការពិតទេគឺសង្ឃឹមថានឹងចាប់អាពីរក្បាលនឹងដាក់គុកតែមើលទៅបាក់ជាងហៀវចូលក្នុងបាតសមុទ្រទៀតមើលទៅគេមានខ្នងអញ្ចឹងទោះជាយ៉ាងណាក៏ដោយអំពើដែលវាបានធ្វើគឺពេលដែលវាងាប់ទៅគឺជាមិនផុតពីនរោឯងមកអានរោមកជីវិតគ្មានថ្ងៃចាប់ជាតិហើយសម្រួលអារម្មណ៍ចុងក្រោយចង់និយាយថាខឹងណាស់អូខេស្លាញ់ឲ្យភ័ក្រទាំងអស់គ្នា